យើងចូលដល់សាច់រឿងទី1នៅក្នុងអេពីសូតមួយនេះសាច់រឿងមួយនេះគឺបានចែករំលែកដោយប្រិយមិត្តម្នាក់ដែលជារឿងរ៉ាវកើតឡើងទៅលើប្អូនស្រីជីដូនមួយរបស់គាត់នៅពេលនោះប្អូនស្រីជីដូនមួយរបស់គាត់គឺមានអាយុត្រឹមតែ15ឆ្នាំតែប៉ុណ្ណោះតើប្អូនស្រីជីដូនមួយរបស់គាត់មានចរិតបែបណាជាកូនទីប្រមាណនៅក្នុងក្រុមគ្រួសារបែបណាគាត់បានប្រាប់ថាចេះនៅក្នុងក្រុមគ្រួសាររបស់ប្អូនស្រីជីដូនមួយរបស់គាត់ឪពុកម្ដាយគាត់ហ្នឹងមានកូនទាំងអស់5នាក់ដោយមានកូនស្រី4នាក់ហើយនិងកូនប្រុសម្នាក់ប្អូនស្រីជីដូនមួយរបស់គាត់គឺជាកូនទី4ក្នុងចំណោមបងប្អូនទាំង5នាក់មានតែប្អូនស្រីជីដូនមួយដែលកើតសាច់រឿងមួយហ្នឹងទេដែលកើតមកខុសគេត្រង់ចំណុចថាស្អាតខុសគេសស្អាតបងប្អូនដតីរៀងស្អែមរៀងខ្មៅចម្លែកតែកូនទី4នឹងមួយគឺស្អាតមុខមាត់អីគឺលេចធ្លោជាងគេតែម្ដងហើយជាបុគ្គលម្នាក់ដែលជាទីចាប់អារម្មណ៍និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់បំផុតពីឪពុកម្ដាយរបស់គាត់ដោយសារតែការស្រឡាញ់មួយនឹងហើយដោយសារតែការពេញចិត្តជាងគេនេះហើយដែលធ្វើឲ្យប្អូនស្រីជីដូនមួយគាត់នឹងជាកូនទី4ក្តីតែប្រែคล้ายស្ទើរតែជាក្មេងទំនើងគួរនិយាយថាអញ្ចឹងសម្ដីគាត់គឺចូលចិត្តនិយាយច្រើនមែនតើហើយសម្ដីគាត់បើសិនជានិយាយដូចអត់ស្គាល់ចាស់អត់ស្គាល់ទុំអត់ស្គាល់អ្នកដតីអត់ចេះគោរពគេនិយាយមករៀងឆ្លើយរៀងកោងកាយតែម្ដងតែគាត់ក៏មានចំណុចពិសេសមួយដែរត្រង់ចំណុចថាបើសិនជាគាត់និយាយទៅរៀងឆ្លើយរបៀបថាចាស់សួរថាញ៉ាំបាយនៅកូនហើយគាត់ប្រកាសជាឆ្លើយថាអត់ញ៉ាំទេឬក៏អត់ស៊ីទេឧទាហរណ៍តែអញ្ចឹងឲ្យតែឮពាក្យភ្លាមមានក្រុមគ្រួសារប្រាប់ថាអត់និយាយចឹងទេនិយាយចឹងគឺអត់ល្អទេគឺឆ្លើយណាស់កុំនិយាយអញ្ចឹងគេហៅថាក្មេងមិនល្អគាត់ទទួលស្ដាប់ភ្លាមហើយគាត់នឹងកែសម្រួលនឹងមិនមានរឿងអស់នឹងកើតឡើងទៀតទេហើយគាត់ក៏បានបញ្ជាក់ថាប្អូនស្រីជីដូនមួយរបស់គាត់ត្បិតថាជាមនុស្សស្រីក្តីតែគាត់ចូលចិត្តលេងតែលបែងរបស់មនុស្សប្រុសគួរតែនិយាយថាគាត់ចរិតរបៀបមនុស្សប្រុសណាទោះក្នុងកលៈទេសៈណាក៏ដោយទោះក្នុងក្របខ័ណ្ឌអាកប្បកិរិយាបែបណាក៏ដោយឪពុកម្ដាយរបស់គាត់អាចនិយាយបានថាស្រឡាញ់គាត់ខ្លាំងមែនទែនចឹងហើយឪពុកម្ដាយរបស់គាត់ក៏មិនសូវហាមឃាត់ក៏មិនស្ដីឲ្យក៏មិនចង់បានអីឲ្យគាត់ធ្វើអីគឺទៅតាមគាត់ទៅធ្វើទៅតាមតម្រូវចិត្តគាត់ទៅហើយនេះគឺជាប្រវត្តិរូបសង្ខេបរបស់ប្អូនស្រីជីដូនមួយរបស់គាត់មានថ្ងៃមួយកំឡុងពេលដែលក្រុមគ្រួសាររបស់ម្ចាស់សាច់រឿងនៅក្នុងផ្ទះកំពុងតែធ្វើការងាររៀងខ្លួនស្រាប់តែឮសំឡេងឈូឆោមនុស្សឆោឡោទៅផ្ដុំគ្នានៅមួយកន្លែងពួកគាត់ក៏ស្ទុះចេញទៅមើលដែរចង់ដឹងថាតើមានរឿងអីរឿងចោលប្លន់រឿងគ្រោះថ្នាក់ចរាចរណ៍ឬក៏មានឧបទ្ទវហេតុអ្វីកើតឡើងនៅពេលដែលគាត់ស្ទុះចេញពីទ្វារគាត់បានឃើញថាមានអ្នកជិតខាងគាត់ម្នាក់រំលងផ្ទះគាត់ប្រហែលជា3ផ្ទះមិនដឹងថាមានរឿងអ្វីទេម្ចាស់សាច់រឿងបានថានៅពេលដែលគាត់ទៅដល់នេះគាត់បានឃើញកូនប្រុសចំនួន3នាក់និងប្តីរបស់អ្នកជិតខាងរបស់គាត់នឹងកំពុងតែក្រៀកដៃអ្នកជិតខាងគាត់ជាប់តែម្ដងយើងហៅថាអ៊ំស្រីចឹងចោះដូចព្យាយាមខាត់គាត់ណាបងប្អូនអាចសម័យថាដូចមនុស្សម្នាក់កំពុងតែព្យាយាមកំពុងតែព្យាយាមធាក់3-4នាក់ទៀតព្យាយាមអោបដៃអោបខ្លួនខំប្រឹងហិតតែម្នាក់ដែលត្រូវបានហិតនឹងនៅតែព្យាយាមរើបង្រាស់ហើយមានមនុស្សជុំវិញច្រើនមែនទែនកំពុងតែចោលភ្នែកមើលចង់ដឹងថាតើមានរឿងអ្វីកើតឡើងពិតប្រាកដប៉ុន្តែអ្វីដែលសំខាន់គឺមនុស្សប្រុសចំនួន4នាក់ពោលគឺកូនប្រុសរបស់អ៊ំស្រីនឹង3នាក់ហើយមានប្តីម្នាក់ទៀតចាប់យ៉ាងម៉េចក៏ចាប់មិនឈ្នះដែរវាជាហេតុការណ៍មួយព្រឹត្តិការណ៍មួយចម្លែកដែលអ៊ំស្រីជាមនុស្សចាស់ទៅហើយហេតុអ្វីបានមនុស្សប្រុសរហូតដល់4នាក់មិនមានកម្លាំងចាប់គាត់ជាប់អ៊ំស្រីពេលនោះគឺខ្លាំងមែនទែនកម្លាំងសឹងតែកវិសតែម្ដាយប៉ើងមនុស្ស2-3នាក់តើកម្លាំងមកពីណាស្របពេលដែល3នាក់4នាក់កំពុងតែព្យាយាមចាប់គាត់ព្យាយាមកំពុងតែរើគាត់បានស្រែកប្រាប់ថាលេងអញគាត់ស្រែកលឺខ្លាំងមែនទែនហើយទឹកមុខរបស់គាត់នៅពេលហ្នឹងគឺកាចខ្លាំងណាស់ហាក់ដូចជាខ្លាចូលសន្ធិនអញ្ចឹងម្ចាស់សាច់រឿងកំពុងតែឈរមើលព្រឹត្តិការណ៍មួយហ្នឹងជាមួយនឹងសម្រែករបស់អ៊ំស្រីលេងអញស្រាប់តែមានចាស់នៅជិតគាត់ហ្នឹងក៏ស្រែកថាប្រហែលមានវិញ្ញាណចូលហើយប្រហែលជាខ្មោចចូលហើយឲ្យលឿនទៅហូបប្រសង់និមន្តប្រសង់មកសួយទឹកត្រឹមតែនិយាយមួយម៉ាត់នឹងម្នាក់ក៏ស្ទុះរុះរាន់ទៅស្វែងរកទៅនិមន្តព្រះសង្ឃដែលនៅជិតវត្តដែលនៅក្នុងវត្តដែលនៅជិតទីតាំងមួយហ្នឹង
ក្រោយពេលដែលព្រះសង្ឃបាននិមន្តមកដល់ចាប់ដើមរៀបចំពិធីស្រោចទឹកប្រោះព្រំអីហើយឲ្យអស់ហើយគាត់ក៏បានធូរស្រាលមកវិញហើយជាការបកស្រាយរបស់ព្រះសង្ឃក៏ជាការសារភាពរបស់អ៊ំសេរីម្នាក់ហ្នឹងគាត់បាននិយាយថាគាត់ខុសមាត់ខុសកជាមួយគេតើខុសមាត់ខុសកបែបណាគឺខ្ញុំអត់ដឹងដូចគ្នាទីតាំងកន្លែងណាក៏ខ្ញុំអត់ដឹងដូចគ្នាដោយគាត់មិនបានបញ្ជាក់នោះទេពាក្យថាខុសមាត់ខុសកវាអាចមានន័យច្រើនវាអាចមានន័យថាសន្យាហើយតែមិនបានធ្វើឬក៏ទៅប្រមាថគេអាហ្នឹងក៏រាប់ថាជាការខុសមាត់ខុសកដែរបន្ទាប់ពីដឹងរឿងហេតុអស់ហើយលោកអាចារ្យជាមួយនឹងព្រះសង្ឃក៏បានប្រាប់ឲ្យកូនចៅអ៊ំស្រីម្នាក់ហ្នឹងរៀបចំធ្វើជាពែមួយជាសំណែនជាកតូងមួយដាក់នៅឯអណ្ដូងនៅក្រោយផ្ទះរបស់គាត់កូនចៅរបស់អ៊ំស្រីហ្នឹងទទួលបានពាក្យហ្នឹងហើយក៏ប្រញាប់រុះរាន់ទៅធ្វើតាមទៅរកទៅកតូងទៅរកពែហ្នឹងរៀបចំសំណែនមានសាច់ឆៅសាច់ឆ្អិនបាយក្រហមបាយសលាក់នឹងលាក់រៀបចំមកស្អាតដាក់នៅទីតាំងដែលលោកអាចារ្យបានចង្អុលបង្ហាញក្រោយពីការរៀបចំសែនពែហ្នឹងហើយអ្វីក៏បានធូរស្រាលហើយអ៊ំស្រីក៏ត្រឡប់មកដឹងខ្លួនធម្មតាវិញប្រហែលជា4ទៅ5ថ្ងៃរំលងពីថ្ងៃកើតហេតុប្អូនស្រីជីដូនមួយរបស់គាត់ដែលអាយុ15ឆ្នាំជាក្មេងពេញកម្លាំងសុខភាពធម្មតាតែសុកក៏ស្រាប់តែធ្លាក់ខ្លួនឈឺខ្លាំងមែនទែនចាប់ផ្ដើមមិនសូវនិយាយស្ដីហើយទឹកមុខវិញគឺប្រែជាខ្មៅប្រែជាស្អាប់ប្រែជាមនុស្សអត់មានរាសីចឹងកន្លែងហ្នឹងបងប្អូនប្រហែលជាធ្លាប់ឃើញហើយអ្នកខ្លះគឺមុខខ្មៅអែគឺបែបហ្នឹងនឹងឯងអ្នកខ្លះគឺមុខខ្មៅអែទាំងសម្បុររបស់ខ្លួនឯងសហើយយើងអាចសម្គាល់ថាទឹកមុខមួយហ្នឹងគឺអាប់រាសីហើយអញ្ចឹងគឺទឹកមុខមួយហ្នឹងឯងដែលប្អូនស្រីបានបង្ហាញអ្នកផ្ទះហាក់ដូចជាមិនបានគិតច្រើននេះក៏មិនគិតទៅដល់រឿងអបិយជំនឿអីដែរពួកគាត់គិតថាអញ្ចេះប្រហែលជាប្អូនស្រីនឹងទៅលេងខាងក្រៅច្រើនពេកអញ្ចឹងហើយទៅបានប្រហែលជាកើតជំងឺក្តៅខ្លួនអាចឈានចូលទៅដល់ផ្ដាសាយឬក៏គ្រុនអីអញ្ចឹងទៅអញ្ចឹងក៏ចាប់ផ្ដើមទៅ pharmacy ណាឲ្យគេផ្សំថ្នាំឲ្យគេរៀបចំអីចឹងប្រាប់អាការៈអីចឹងទៅគេរៀបចំអីមកសពមកគ្រប់ហើយក៏យកថ្នាំនឹងមកឲ្យប្អូនលេបក្រោយលេបថ្នាំមួយពេលពីរពេលហាក់ដូចជាមិនធូរស្បើយសោះអញ្ចឹងក្រុមគ្រួសារគាត់ក៏នាំប្អូនស្រីទៅមន្ទីរពេទ្យដើម្បីមើលថាបើសិនជាព្យួរសរោមប្រហែលជាអាចមានលទ្ធផលលឿនជាងប៉ុន្តែទាស់ត្រង់ចំណុចថាទោះព្យួរសរោមច្រើនប៉ុណ្ណាក៏ដោយអាការៈរបស់គាត់មិនមានបង្ហាញពីភាពធូរស្បើយនោះឡើយរាងកាយរបស់គាត់ក៏ចាប់ផ្ដើមស្គមទៅដោយញ៉ាំអីអត់ចូលអត់មានកម្លាំងថ្មឹងចាប់ផ្ដើមខ្លាចជាមនុស្សផ្សេងមួយទៀតឪពុករបស់ប្អូនស្រីមើលឃើញទស្សនវិជ្ជាមួយនឹងមើលទៅដូចអត់ស្រួលទេអញ្ចឹងគាត់ក៏សម្រេចចិត្តទៅកាន់មន្ទីរពេទ្យមួយដែលជាមន្ទីរពេទ្យល្បីឈ្មោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរហើយជាមន្ទីរពេទ្យរបស់រដ្ឋទៅដល់មន្ទីរពេទ្យគ្រូពេទ្យពិនិត្យឃើញថាគាត់ដូចជាមានជំងឺមេរោគនៅក្នុងឆ្អឹងដែលជាហេតុធ្វើឲ្យគាត់ញ៉ាំអត់សូវបានហើយស្រកសាច់ចាប់ផ្ដើមទឹកមុខប្រែជាអត់ស្រឡះអួរអាប់សម្បុរប្រែទៅជាអាប់ខ្មៅអីចឹងទៅជាដំណោះស្រាយរបស់គ្រូពេទ្យនៅតែដាក់សរោមដដែលហើយចាប់ផ្ដើមបុកថ្នាំទៅតាមមុខជំនាញទៅតាមអាការៈទៅតាមស្ថានភាពរបស់គាត់សម្រាប់នៅមន្ទីរពេទ្យបានមួយយប់គឺធម្មតាមិនមានរឿងអ្វីកើតឡើងទាល់តែសោះតែរឿងរ៉ាវទាំងអស់បានកើតឡើងចាប់ពីយប់ទី2តើមានរឿងអ្វីកើតឡើងសូមបងប្អូនទាំងអស់គ្នាមេត្តាចូលមកកាន់ផ្សាយរឿងនឹងទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាមេត្តាបិទភ្នែកហើយយើងសម័យទាំងអស់គ្នាចាត់ទុកថាបងប្អូនទាំងអស់គ្នាជាម្ចាស់សាច់រឿងបងប្អូនទាំងអស់គ្នាមានភារកិច្ចក្នុងការកំដរប្អូនស្រីជីដូនមួយរបស់បងប្អូននៅក្នុងបន្ទប់មន្ទីរពេទ្យស្ថានភាពពេលនេះគឺម៉ោងប្រហែលជាម៉ោង11ឬក៏12យប់នៅខាងក្រៅគឺអត់មានពន្លឺទេគឺងងឹតស្លុបតែម្ដងនៅពេលនេះគឺបងប្អូនហត់ហើយបានលងលក់គេងនៅចិត្តក្រែរបស់ប្អូនស្រីជីដូនមួយបាត់ទៅហើយសុកកំពុងតែគេងលក់កំពុងតែគេងកំដរស្រាប់តែបងប្អូនទាំងអស់គ្នាឮសំឡេងបងប្អូនចាប់ផ្ដើមបើកភ្នែកឡើងនៅពេលដែលបងប្អូនបើកភ្នែកឡើងហើយសម្លឹងទៅកាន់ប្អូនស្រីជីដូនមួយស្រាប់តែឃើញមាត់គាត់មហប់និយាយម្នាក់ឯងហើយញញឹមថែមទៀតជាមនុស្សម្នាក់ដែលមិននិយាយស្ដីតាំងពីឈឺមកមិនមានកម្លាំងសំបីតែហាមាត់បែរជាហើបមាត់និយាយតិចតែម្នាក់ឯងហើយញញឹមបែបផែនគួរឲ្យខ្លាច
បើសំឡឹងមើលទៅអ្នកជំងឺនៅចិត្តនឹងម្នាក់ក៏ចាប់ផ្ដើមងើបឡើងដែរតែទឹកមុខម្នាក់គឺភ័យខ្លាចខ្លាំងមែនទែនព្រោះនៅពេលនេះគឺយប់ហើយស្ងាត់ហើយសំឡេងខ្សឹបតិចនឹងក៏អាចលាន់ឮខ្លាំងដែរក្រោយពីម្នាក់បានភ្ញាក់ហើយសំឡឹងមើលមកកាន់ទឹកមុខរបស់ប្អូនស្រីពេលហ្នឹងហើយដែលប៉ារបស់ប្អូនស្រីចរូនមួយហ្នឹងបានដើរមកកាន់គ្រែហ្នឹងហើយកេះប្រាប់ជាកូនកុំមាត់សង្ងំគេងកូនយប់ហើយភ្ញាក់គេភ្ញាក់ឯងបើសិនជាយើងងាកទៅមើលប្អូនស្រីវិញណាប្អូនស្រីអត់និយាយអ្វីទាំងអស់កែវភ្នែកបាញ់មកមើលឪពុកគាត់ហើយបង្ហាញស្នាមញញឹមដែលគួរឲ្យខ្លាចបំផុតរួចគាត់ក៏បិទភ្នែកគេងទៅវិញរឿងរ៉ាវនៅក្នុងយប់នេះគឺត្រឹមតែប៉ុណ្្នេះស្អែកព្រឹកឡើងប៉ារបស់គាត់បានសួរថាចេះកូនយប់មិញកូនឯងនិយាយជាមួយណាគេប្អូនស្រីចរូនមួយរបស់គាត់នឹងបានតបថាចេះអត់មាននិយាយជាមួយណាគេផងនឹងយប់មិញគាត់គេងលក់ធម្មតាគេងអត់មានបានភ្ញាក់ផងតើបងប្អូនឮចម្លើយនេះហើយបងប្អូនគិតបែបណាយប់មិញបើកភ្នែកមកឃើញគាត់សម្លឹងមើលទៅលើពីដាននិយាយតែម្នាក់ឯងច្បាស់មែនទែនហើយញញឹមទៀតប៉ារបស់គាត់ដើរមកមុនហ្នឹងនេះប៉ារបស់គាត់ដើរមកខំកេះប្រាប់គាត់ឆ្លើយអើដោយការញញឹមហើយគេងទៅវិញបែរជាគាត់ខ្លួនឯងប្រាប់ថាយប់មិញគាត់គេងលក់ស្រួលណាស់មិនបានងើបក្នុងខណៈណាមួយទាំងអស់អ្នកជុំវិញបានស្ដាប់ចម្លើយរបស់ប្អូនស្រីហើយម្នាក់ក៏ចាប់ផ្ដើមឆ្ងល់ពេលហ្នឹងប៉ារបស់ប្អូនស្រីក៏កេះទៅកាន់ម៉ាក់របស់គាត់ហ្នឹងប្រាប់អញ្ចឹងអត់ស្រួលទេម៉ែឯងទៅទិញធូបទៅទិញទៀនហើយទៅទិញចេកមួយស្និតមកទៅសែននៅមុខមន្ទីរពេទ្យព្រោះគាត់មានអារម្មណ៍ថាអត់ស្រួលហើយតាំងពីយប់វិញមកអាការៈមួយហ្នឹងគឺជាអាការៈមួយដែលមិនធម្មតាប្រពន្ធរបស់គាត់បានលឺភ្លាមអត់មានចាំបាច់សួរអត់មានជំទាស់អត់មានអ្វីទាំងអស់ស្ទុះស្ទាទាញកាបូបលុយទៅទិញសំណែនហើយរៀបចំនៅអ្វីដែលប្តីរបស់គាត់បានណែនាំយប់ទី3បានចូលមកដល់យប់មួយនេះគឺចម្លែកខ្លាំងមែនទែនព្រោះសភាពនៅក្នុងមន្ទីរពេទ្យទាំងមូលគឺស្ងប់ស្ងាត់ពេកស្ងប់ស្ងាត់គួរឲ្យចម្លែកស្ងប់ស្ងាត់ដែលបង្ហាញអាការៈវាមិនត្រូវស្ងាត់អញ្ចឹងពេកតែវាស្ងាត់ឡើងចងុំតែម្ដងអ្នកជំងឺដែលគេនៅក្បែរគ្រែរបស់ប្អូនជីដូនមួយចាប់ផ្ដើមរើចាញ់ហើយផ្លាស់ប្ដូរទីកន្លែងម្ដងម្នាក់ស្ទើរតែបន្ទប់មួយនឹងនៅសល់តែមុននឹងថាមាន10អ្នកជំងឺអញ្ចឹងទៅនៅសល់តែ 2-3 អ្នកជំងឺទេនៅពេលនេះគឺម៉ោង1យប់ប្អូនជីដូនមួយគឺចាប់ផ្ដើមធ្វើទុកទៀតហើយតែអាការៈដងនេះគួរឲ្យចម្លែកខ្លាំងមែនទែនព្រោះគាត់ចាប់ផ្ដើមយកដៃខ្លួនឯងមកកោសធ្មេញរបស់គាត់ណាព្រោះអាការៈដងនេះបើសិនជាយើងមើលទៅគឺប្អូនស្រីកំពុងតែញញធ្មេញហើយយកដៃមកកោសពីចាញធ្មេញលើមកដល់ចាញ់ធ្មេញក្រោមគឺរបៀបកោសចុះកោសឡើងចាប់ផ្ដើមកោសមុខចាប់ផ្ដើមនិយាយទៅវាធ្វើទារុណកម្មខ្លួនឯងប៉ារបស់គាត់ឃើញអញ្ចឹងក៏ស្ទុះទៅចាប់ដៃរបស់គាត់គ្រាន់តែឪពុករបស់គាត់ខំប្រឹងចាប់ដៃគាត់នេះប្អូនស្រីបានចាប់ដៃឪពុករបស់គាត់នឹងយកមកខំរហូតដល់លាត់ស្បែកចេញឈាមម្នាក់ឈូឆរចាប់ផ្ដើមសួរថាណែងើបឡើងមានរឿងអីមិនបានធ្វើអញ្ចឹងតែប្អូនស្រីវិញមិនបាញ់ចេញអាការៈអ្វីទាំងអស់បានត្រឹមតែអង្គុយធ្មឹងហើយញញឹមក្នុងរូបភាពមួយដែលគួរឲ្យខ្លាចជាទីបំផុតហេតុការណ៍នៅយប់នឹងធ្វើឲ្យអ្នកជំងឺដែលនៅសល់ប្រមាណគឺស្រឡាំងកាំងកៀងតែម្ដងសឹងតែថាស្នាក់នៅប្រមាណយប់រៀងធូរស្បើយហើយតែហេតុការណ៍មួយនឹងធ្វើឲ្យឈឺកាន់តែធ្ងន់ណាម្នាក់បានស្ទុះទៅចាប់ប្អូនស្រីចរូនមួយខ្លាចធ្វើទរណកម្មហើយម្នាក់ប្រយ័ត្នមែនទែនខ្លាចគាត់ធ្វើឲ្យគេឈឺចាប់ឬក៏បង្ករបួសស្នាមទៅលើរៀងខ្លួននឹងឯងម្នាក់ស្រែកថានៅឲ្យស្ងៀមប្អូនស្រីនឹងគិតតែខំប្រឹងសុកស្រាប់តែប្អូនស្រីនឹងស្លាប់បាត់តែម្ដងដួលផ្កាក្រោយគេងផ្កាក្រោយទៅលើខែហើយស្លាប់បាត់ហើយរឿងរ៉ាវនៅយប់មួយនោះគឺចប់ត្រឹមតែប៉ុណ្្នឹងស្អែកព្រឹកឡើងនៅពេលដែលប៉ារបស់គាត់សួរទៅកូនរបស់គាត់ថាចេះយប់មិញមានរឿងអីប្អូនស្រីបានត្រឹមតែឆ្លើយពាក្យមួយម៉ាត់ថាអត់ដឹងហងនឹងអត់មានរឿងអីណាខ្ញុំគេងធម្មតានឹងគេងធម្មតាយ៉ាងម៉េចម្នាក់នៅជុំវិញខ្លួនគឺឃើញទាំងអស់នៅទស្សនវិជ្ជាមួយនឹងរាប់ចាប់ពីយប់ទី3នេះទៅប្រមាណយប់ទៀតគឺបន្តសកម្មភាពដដែលជារៀងរាល់យប់រហូតដល់ខំស្បែកខ្លួនឯងរហូតដល់ឡើងស្នាមនៅស្មានៅដៃកន្លែងណាដែលដាក់ចូលធ្មេញបានណាកន្លែងណាដែលដាក់ចូលមាត់បានគឺគាត់ខំទាំងអស់បើសិនជាយើងនិយាយអំពីអ្នកផ្ទះរបស់គាត់វិញឃើញអាការៈបែបនេះហើយវាឡើងទៅជាជំងឺមេរោគនៅក្នុងឆ្អឹងហើយអត់មានជំងឺមេរោគក្នុងឆ្អឹងណាដែលបង្កហេតុបែបហ្នឹងទេ
យ៉ាងហើយម្នាក់បានសន្និដ្ឋានថាប្អូនស្រីប្រកាសជាមានអមនុស្សចូលម្នាក់ខំប្រឹងដើររកគ្រូមកខ្លាំងមែនទែនប៉ុន្តែទៅរកគ្រូប្រមាណហើយមិនមានលទ្ធផលអ្វីសោះយប់ទី5យប់មួយនេះប្រៀបដូចជាកុនដែលចាក់នៅក្នុងស៊ីនេម៉ាអញ្ចឹងណាគឺដូចគ្នាតែម្ដងម៉ោង12ឈៀងចូលម៉ោង1យប់ដោយសារតែមានសកម្មភាព 3-4 យប់ជាប់គ្នាទៅហើយនៅក្នុងយប់ទី5នេះមិនមានអ្នកណាម្នាក់ហ៊ានគេងនោះទេម្នាក់គឺចាំបើកភ្នែកធំមើលចាំបើកភ្នែកមើលថាតើគួរនឹងធ្វើយ៉ាងម៉េចបើសិនជាខំខ្លួនឯងទៀតយើងទៅធ្វើយ៉ាងម៉េចគឺរៀបគម្រោងការឲ្យអស់ហើយអ្វីគឺដោយការគិតមែនប្អូនស្រីនេះកំពុងតែគេងសុកងើបមកអង្គុយក្រប់ហើយស្ទូយកម្សៅនៅចិត្តខ្លួននឹងយកមកប៉ាតមុខប៉ាតដៃប៉ាតជើងផុតពីប៉ាតរួចហើយអ្វីដែលហេតុការបន្តនេះគឺគាត់ស្ទុះឡើងឈរនៅលើគ្រែរបស់គាត់ចាប់ផ្ដើមរាំបែបរបាំបុរាណនៅក្នុងគណៈមួយនេះមិនមានអ្នកណាម្នាក់នោះឡើយដែលហ៊ានចូលចាប់គាត់បើសិនជាបងប្អូននៅក្នុងទស្សនវិជ្ជាមួយនឹងតើបងប្អូនមានអារម្មណ៍បែបណា4យប់ដែលបានកើតឡើងច្រើនណាស់ងើបមកអង្គុយសម្លឹងគេសម្លឹងឯងខំខ្លួនឯងខំអ្នកនៅចិត្តខាងបង្ករបួសស្នាមទៅអ្នកចូលជួយតែដងនេះគឺងើបឈរលើគ្រែហើយរាំតាមបែបរបាំបុរាណវិញកាច់ដៃកាច់ជើងប្រកបដោយទឹកមុខញញឹមគួរឲ្យខ្លាចមែនទែនគាត់រាំបណ្ដើគាត់ញញឹមបណ្ដើផុតពីនឹងហើយគឺគាត់ចាប់ផ្ដើមខំស្មាខ្លួនឯងខំដៃខ្លួនឯងលើកនេះខំរហូតដល់ឈាមដាបពេញមាត់គាត់តែម្ដងគ្រាន់តែឃើញបែបនេះហើយប៉ារបស់គាត់គឺហក់កធប់ហក់ស្ទុះទៅចាប់គាត់អ្នកណាក៏ដោយដែលជាអ្នកកំដរអ្នកជំងឺមិនថានៅក្នុងគ្រួសារនឹងទេឲ្យតែនៅក្នុងបន្ទប់នឹងគឺម្នាក់ស្ទុះទៅចាប់គាត់ទាំងអស់គ្នាចាប់គាត់ព្យាយាមរើព្យាយាមសេករហូតដល់គាត់ស្លាប់បាត់ហើយរឿងរ៉ាវនៅក្នុងយប់មួយនោះត្រូវចាប់ត្រឹមតែប៉ុណ្ណេះព្រឹកឡើងម្ចាស់សាច់រឿងនិងលោកយាយរបស់គាត់បានទៅរកគ្រូម្នាក់ដោយមានក្តីរំពឹងថាគ្រូម្នាក់នឹងអាចជួយបានជាលទ្ធផលលោកគ្រូម្នាក់នឹងបាននិយាយថាអញ្ចឹងប្អូនស្រីប្អូនចរូនមួយម្នាក់នឹងគឺបានទៅជន់ប៉ែកន្លែងគេជាសំណែនរបស់គេហើយប៉ែមួយនឹងគឺគេសែនឲ្យព្រាយដោយសារតែជន់មហូបអាហាររបស់គេនឹងហើយដែលគេខឹងហើយគេចូលទៅក្នុងប្អូនស្រីម្នាក់នឹងធ្វើបាបគាត់យីគាត់ចាប់ផ្ដើមធ្វើទុកបុកម្នេញគាត់ដូចដែលអាការៈដែលអ្នកទាំងអស់គ្នាបានជួបប្រទះរយៈពេល5ថ្ងៃនឹងឯងលោកគ្រូម្នាក់នឹងក៏បានប្រាប់ពីវិធីដោះស្រាយដែរវិធីដោះស្រាយនោះគឺធ្វើសំណែនសាជាថ្មីដាក់ឲ្យគេវិញនៅទីតាំងកន្លែងដើមហើយទីតាំងដែលត្រូវដាក់នោះគឺត្រង់អណ្ដូងក្រោយផ្ទះអ៊ំស្រីដែលជាអ្នកកើតហេតុទី1នឹងឯងគឺអណ្ដូងនឹងដដែលក្រោយពីលោកយាយហើយនឹងម្ចាស់សាច់រឿងបានទទួលពាក្យលោកគ្រូហើយលោកគ្រូបញ្ចប់ដោយការហុចទឹកមុនមួយដបហើយប្រាប់ថាចេះឲ្យគាត់លុបមុខហើយផឹកនៅពេលព្រលឹមឡើងពេលគាត់ដឹងខ្លួនមិនទាន់ញ៉ាំអីទាំងអស់ចូលពោះផឹកអានឹងមុនគេហើយលោកគ្រូបានផ្ដាំថាចេះយប់នឹងពេលដែលទៅមើលអ្នកជំងឺហ្នឹងអត់មានអ្នកណាគេងទេត្រូវតែដឹងខ្លួនទាំងអស់គ្នាចាំមើលប្អូនស្រីគាត់ថាធ្វើអីទៀតព្រោះលោកគ្រូបញ្ជាក់ថាយប់នេះយប់មួយនឹងជាយប់ដែលខ្លាំងជាងគេបំផុតបើសិនជាអ្នកទាំងអស់គ្នាយល់ថា5យប់ដំបូងនឹងខ្លាំងណាអត់ទេគាត់ថាយប់នឹងគឺខ្លាំងជាងរាល់ដងទៀតស្ដាប់ត្រឹមតែប៉ុណ្្នឹងម្ចាស់សាច់រឿងគឺព្រឺក្បាលមែនទែនមិនថាឡើយតែម្ចាស់សាច់រឿងទេបើសិនជាបងប្អូនសម័យឃើញនៅទស្សនវិជ្ជាមួយហ្នឹងក្មេងស្រី15ឆ្នាំចាប់ផ្ដើមខំខ្លួនអានឹងចេញឈាមចាប់ផ្ដើមខំគេឡើងរំកាច់ដៃកាច់ជើងញញឹមខ្ញុំជឿជាក់ថាបើសិនជាសម័យឃើញមិនបាច់ចាំម្ចាស់សាច់រឿងព្រឺក្បាលតែខ្ញុំផ្ទាល់ក៏ខ្ញុំព្រឺក្បាលដែរគាត់បានទទួលពាក្យនឹងហើយគាត់បានត្រឡប់ទៅមន្ទីរពេទ្យវិញហើយហុចទឹកមុនហើយប្រាប់ពីអ្វីដែលលោកគ្រូបានផ្ដាំផ្ញើទៅកាន់ឪពុករបស់ប្អូនស្រីរបស់គាត់នៅយប់មួយនឹងដូចសពដងសមាជិកមានប្រុសមានស្រីមិនមានអ្នកណាម្នាក់ហ៊ានគេនោះទេគឺចាំមើលប្អូនស្រីទាំងអស់គ្នាថាគាត់នឹងបង្ហាញអាកប្បកិរិយាបែបណាម៉ោង12យប់នៅពេលដែលកំពុងតែគេងគាត់ស្ទុះមកអង្គុយម្ដងទៀតកំពុងតែគេងនេះគេងស្ទុះមកអង្គុយហ្មងណាហើយស្លឹងឆ្វេងស្លឹងស្ដាំអត់ឃើញម្សៅហើយក៏ស្អីតិចយកម្សៅមកលាបឲ្យអញចង់រំអញចង់ស្អាតប៉ារបស់ប្អូនស្រីនេះឃើញអញ្ចឹងអត់មានប្រកែកអត់មានសួរនាំគឺស្ទុះទៅរកម្សៅឲ្យកូនស្រីរបស់គាត់គ្រាន់តែបានម្សៅភ្លាមក៏ឆក់ចេញពីដៃឪពុករបស់គាត់យកមកលាបហើយចាប់ផ្ដើមសើចសើចលក្ខណៈថាអូយខ្ញុំគាត់នៅសម័យក៏ពឺដែរសើចហើយគាត់ស្ទុះឡើងលើខែហើយចាប់ផ្ដើមរំបែបផែនរបាំបុរាណកាច់ដៃកាច់ជើងនឹងឯង
កំពុងតែរំស្រាប់តែស្ទុះទៅយកកន្ត្រៃហ្នឹងហ្មងចាក់ខ្លួនឯងតែត្រូវបងប្អូនរបស់គាត់ម្នាក់ដែលនៅគៀកដៃបំផុតស្ទុះទៅចាប់ដៃអញ្ចឹងអ្វីដែលគាត់ហ្មងធ្វើហ្នឹងគឺអត់បានសម្រេចទេពេលហ្នឹងហើយដែលប៉ារបស់គាត់នេះក៏ស្ទុះទៅទាញយកអាទឹកមុនណាដែលគាត់ខំទុងហ្នឹងបំរុងមកចាស់នឹងកូនគាត់តែម្ចាស់សាច់រឿងបានហាមចេះលោកគ្រូប្រាប់ថាអត់ឲ្យចាស់ទេលោកគ្រូប្រាប់ថាទុកពេលព្រឹកទុកឲ្យគាត់លុបមុខហើយផឹកអត់មានប្រាប់ថាឲ្យយកមកចាស់ទេអញ្ចឹងប៉ារបស់គាត់នេះនៅពេលហ្នឹងគឺទីទើខ្លាំងមែនទែនមិនដឹងថាចាស់មិនដឹងថាអីប៉ុន្តែលោកយាយរបស់គាត់ហើយនឹងម្ចាស់សាច់រឿងហ្នឹងព្យាយាមចាប់ដៃជាប់ថាអត់ទេអត់ចាស់ទេទុកឲ្យពេលព្រឹកប៉ារបស់គាត់ក៏រងាប់អារម្មណ៍ហើយក៏មួកម៉ោបអីវិញទៅទុកកន្លែងដើមវិញបានមកសទុះប្អូនស្រីក៏ស្លាប់សាយជាថ្មីម្ដងទៀតព្រឹកឡើងក្រុមគ្រួសាររបស់គាត់បានហុចទឹកមួយកែវទៅឲ្យប្អូនស្រីរបស់គាត់រឿងដែលចម្លែកនឹងគឺចេះប្អូនស្រីរបស់គាត់ពិតជាទទួលទឹកមួយនឹងយកមកញ៉ាំមែនគ្រាន់តែញ៉ាំចូលទៅក្នុងពោះភ្លាមស្រាប់តែគាត់បង្ហាញអាការៈក្អួតចង្អោរចេញមកវិញតែអ្វីដែលសំខាន់គឺក្អួតមិនមែនក្អួតចេញជាទឹកទេវាទៅជាក្អួតចេញដុំមូលពណ៌ខ្មៅរបៀបដុំប៉ែគួរនិយាយថាដូចផុកវាប៉ែដូចផុកអញ្ចឹងតែពណ៌វិញគឺវារៀងខ្មៅហាក់ដូចជាឈាមកកខាងក្នុងអារបៀបបើសិនជាមនុស្សម្នាក់ដែលក្រំក្នុងហើយក្អួតចេញមកវិញណាគឺសភាពគឺបែបហ្នឹងឯងនៅពេលដែលក្អួតមកអស់ខ្យល់គាត់ហើយគាត់ក៏ចាប់ផ្ដើមធូរស្បើយវិញចាស់ក៏ចាប់ផ្ដើមសួរនាំគាត់ថាចេះមុនពេលគាត់ឈឺហ្នឹងមានបានទៅលេងកន្លែងដងក្រោយផ្ទះហ្នឹងអត់គាត់ក៏ប្រាប់ថាពេលនោះគាត់ពិតជាបានទៅលេងមែនព្រោះពេលនោះគាត់ទៅលេងបិទពួនហើយគាត់អត់ដឹងថាពួននៅណាគាត់ក៏ពួននៅក្រោយដងមួយហ្នឹងហើយនៅពេលដែលគាត់ពួននៅក្រោយដងមួយហ្នឹងនេះគាត់នេះបានទៅជន់ពែគេតែគាត់មិនស្គាល់ថាអាហ្នឹងជាពែអញ្ចឹងហើយគាត់ឃើញអញ្ចឹងប្រឡាក់ជើងគាត់ទៅឆ្កឹះគាត់ទៅគៀសឲ្យចេញពីស្បែកជើងរបស់គាត់ថែមទៀតត្រឹមតែចំណុចនេះម្នាក់បានយល់ការថាលោកគ្រូពិតជានិយាយត្រឹមត្រូវមែនហើយអ្វីបានកើតឡើងហ្នឹងគឺពិតជាមានព្រាយចូលសន្តិដ្ឋគាត់មែនគឺគាត់ទៅបំពេញកន្លែងគេផុតពីគាត់បានក្អួតចង្អោរនិយាយដឹងគ្នាខ្លាចជាមនុស្សម្នាធម្មតាហើយនៅក្នុងយប់នោះម្នាក់ក៏គេងលក់បានស្កប់ជាយប់ទី1ដែលគាត់គេងលក់ដូចជាការគេងពិតប្រាកដមែនពេលត្រឡប់មកដល់ផ្ទះវិញប្អូនស្រីរបស់គាត់បែរជានិយាយលែងចង់កើតចាប់ដើមរឹងធ្គាមចាប់ដើមនៅស្ងៀមកម្រើកដៃកម្រើកជើងអីអត់ចង់រួចសោះរំលងបានប្រហែលជាមួយខែគាត់ចាប់ដើមធូរស្បើយមកវិញចាប់ដើមកម្រើកដៃចាប់ដើមលួយថារវល់ឡើងវិញណាអ្វីដែលចម្លែកគឺគាត់តែនិយាយថាចេះគាត់ឃ្លានបើអត់ទិញឲ្យគាត់ទេគឺគាត់ស្រែកយំតែម្ដងគាត់ខឹងដូចត្រូវតែធ្វើតាមចិត្តគាត់ណាប៉ុន្តែមកដល់បច្ចុប្បន្ននេះអ្វីគឺបានធូរស្បើយហើយគាត់ឡើងគីឡូជាងមុនទាស់ត្រង់ចំណុចថាសក់របស់គាត់បែរប្រែជាសក់រួញសក់ដែលត្រង់រលោងបែរជាខ្លាចជាសក់រួញវិញហើយស្លាកស្នាមដែលគាត់បានបង្កនៅលើខ្លួនឯងក៏វាខ្លាចទៅជាផ្លែហើយក៏បន្សល់ស្នាមនៅលើដងខ្លួនរបស់គាត់ដែរហើយនេះគឺជាសាច់រឿងរបស់គាត់យ៉ាងម៉េចទៅដែរបងប្អូនទាំងអស់គ្នាសម្រាប់សាច់រឿងមួយនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាសម័យចាញ់ឃើញទស្សនវិជ្ជានៃសាច់រឿងមួយហ្នឹងអញ្ចឹងហើយបើសិនជាបងប្អូនធ្លាប់តែមានសំណួរថាធ្វើប៉ែឃើញប៉ែផ្សាយហ្នឹងមានគេទទួលមែនសាច់រឿងមួយនេះអាចបញ្ជាក់ប្រាប់បងប្អូនថាពិតជាមានអ្នកទទួលយ៉ាងពិតប្រាកដមែនគ្រាន់តែយើងមិនអាចមើលគេឃើញតែប៉ុណ្្នឹងឯងអញ្ចឹងសង្ឃឹមថាបើសិនជាបងប្អូនធ្វើដំណើរទៅទីចិត្តទីឆ្ងាយឃើញប៉ែសូមមេត្តាដើរគៀសទៅដើរជិះទៅកុំទៅម្លងកន្លែងគេកុំទៅដើរជន់កន្លែងគេហេតុអ្វីបានខ្ញុំនិយាយចឹងយើងឃើញជាកន្ទងជាប៉ែប៉ុន្តែធៀបពិតហាក់ដូចជាមានមនុស្ស3 4នាក់5នាក់ឬក៏មានម្នាក់មេធំអញ្ចឹងណាកំពុងតែអង្គុយអោនស៊ីអាប៉ែហ្នឹងណាហើយបើសិនជាបងប្អូនកំពុងញ៉ាំបាយអង្គុយនៅលើឥដ្ឋអង្គុយញ៉ាំបាយបើសិនជាខ្ញុំដើរទៅជន់ចានបាយរបស់បងប្អូនតើបងប្អូនមានអារម្មណ៍បែបណាអារម្មណ៍មួយនេះគឺជាអារម្មណ៍របស់អមនុស្សនឹងឯងចឹងថងចំណុចហ្នឹងតើខុសឬក៏តើត្រូវដែលអមនុស្សមួយហ្នឹងជាព្រាយមួយហ្នឹងបានធ្វើខ្ញុំមិនហ៊ានចោទប្រកាន់ថាព្រាយនឹងខុសទេអាហ្នឹងមកពីយើងទៅជន់កន្លែងគេដែរទេប៉ុន្តែគ្រាន់តែត្រង់ចំណុចមួយដែលថាបើសិនជាបំណាច់ថាចូលខ្លួនគេហើយមិនព្រមនិយាយឲ្យគេដឹងណាមិនព្រមប្រាប់គេហ្មងទៅថាណែកូននឹងមកជន់ប៉ែកន្លែងអញជន់ចានបាយអញអញ្ចឹងក្នុងករណីហ្នឹងសែនឲ្យអញវិញអញ្ចឹងមកចាប់រឿងចាំបាច់ធ្វើបាបធ្វើទុកបុកម្នេញបែបប្រហែលជាព្រាយហ្នឹងក៏ធម្មតាព្រាយអត់ស្អាតអញ្ចឹងហើយក៏ចូលទៅរូបប្អូនស្រីដែលជាកូនដែលស្អាតជាងគេក្នុងចំណោមកូន5នាក់ក៏ចាប់ផ្ដើមពេញចិត្តនៅរូបរាងមួយហ្នឹង
ហើយចាប់ផ្ដើមធ្វើបាបខ្លួនឯងដោយរបៀបថាអញមុខអាក្រក់អញ្ចឹងអញត្រូវតែធ្វើឲ្យនាងឯងមុខអាក្រក់ដូចអញដែររបៀបអញ្ចឹងនឹងឯងប្រហែលជាអញ្ចឹងនេះជាការស្មានរបស់ខ្ញុំទេ